សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំលើកយកទៅយន្តភេទពួក Dipal S5 នៅពេលដែលបងប្អូនប្រើទៅបាទដោយសារទៅជាមួយនឹងព័ត៌មាន error លើ screen បងប្អូនបើកាមេរ៉ាទៅ stuck ឬក៏បងប្អូនជួបជាមួយនឹងបញ្ហា bug លើ software មួយចំនួនបាទបងប្អូនមិននឹងធ្វើយ៉ាងម៉េចបាទពីច្រើនខ្ញុំជួបទៅជាមួយនឹងដែលគាត់ប្រើជាមួយកម្មវិធីផ្សេងទៅគឺវា stuck នៅពេលដែលគាត់បញ្ជាទៅវា slow បាទឬក៏បើកាមេរ៉ាទៅវាបាត់ឡើងចំណុចណាមួយវា slow វិញទៅបាទអញ្ចឹងយើងជួបច្រើននៅពេលដែលបាទ storage វា full វាធ្វើឲ្យ capacity នៅក្នុងបាទនៅក្នុង memory ហ្នឹងវាពេញចឹងវាធ្វើឲ្យការបញ្ជាហ្នឹង stack បាទទាញអស់ហើយឬប្រាយទៅគឺ slow បាទចឹងគាត់បិទឡានបិទទៅគឺ screen នេះវា load យឺតឬក៏បើកឡើងវិញវា load យឺតទៅបាទចឹងធ្វើឲ្យគាត់ពិបាកចឹងដើម្បីធ្វើការ reset វាគឺខ្ញុំប្រាប់អំពីវិធី soft reset លើដីចង្កូតងាយបាទសម្រាប់អ្នកគាត់ប្រើបាទនេះគឺជាប្រភេទពួក version China version បាទចឹងបងប្អូនបែរមកកាន់ចង្កូតបងប្អូនមកបងប្អូននឹងឃើញបាទដុំមូល2នេះនៅខាងស្ដាំបាទអញ្ចឹងបងប្អូនចុចវាជាប់ចំនួន10 second បាទបន្ទាប់ពី10 second មកបងប្អូននឹងឃើញរូប logo boot បាទខ្មៅ boot ចេញមករបស់ Dipal បាទតែម្ដងបាទអញ្ចឹងខ្ញុំសូមធ្វើការវិធី reset អញ្ចឹងការ reset ហ្នឹងបងប្អូនត្រូវតែចងចាំថានៅពេលដែល reset ឡានមួយចំនួនអាចជាមួយនឹងខុសជាមួយនឹងថ្ងៃខែឆ្នាំបាទអញ្ចឹងបងប្អូនត្រូវការសេរីឡើងវិញសម្រាប់អ្នកដែលគាត់មានកម្មវិធី setting គឺគាត់ចូលទៅសេរីនៅក្នុង setting របស់គាត់បានសម្រាប់គាត់មានទេគាត់ត្រូវការដំឡើង setting ដើម្បីធ្វើការកែម៉ោងហើយសម្រាប់ឡានខ្លះធ្វើការ reset ទៅក៏វាអត់ដាច់ជាមួយនឹងម៉ោងដែរគឺវានៅជាប់ដដែលបាទអញ្ចឹងការ reset នេះគឺវាមានហានិភ័យតិចតួចទៅពេលដែលបងប្អូនមាន app setting នេះដើម្បីធ្វើការកែជាមួយម៉ោងឬថ្ងៃខែបើសិនជាការ reset ដាច់ជាមួយនឹងម៉ោងឬថ្ងៃខែបាទតែការ reset ពេលខ្លះទៅគឺវាអត់ដាច់ដែរខ្ញុំឆ្ងល់ដែរហេតុអីពេលខ្លះដាច់ពេលខ្លះដាច់បាទអញ្ចឹងបើសិនជាបងប្អូនជួបជាមួយបញ្ហា stuck ពិបាកជាមួយការដោះស្រាយនៅលើនេះវា slow ទាញអីមកវាមិនដើរល្អហ្នឹងបើន័យថាវា stuck full memory បងប្អូនត្រូវការ reset ហើយបាទអញ្ចឹងដើម្បី reset ខ្ញុំបង្ហាញបងប្អូនអំពីវិធី reset បាទអញ្ចឹងបងប្អូនចូលមកដល់ដៃចង្កូតបងប្អូនមកជាមួយខ្ញុំចុចកន្លែងនេះរាប់10 second វានឹង boot up នៅកន្លែងនេះបានឡើងវិញអញ្ចឹងធ្វើឲ្យ screen របស់យើងដំណើរការ smooth ឡើងវិញឬកម្មវិធីណាមួយមានបញ្ហានោះវាអាចជួយឲ្យយើងប្រើបាន smooth វិញបាទអញ្ចឹងខ្ញុំសូមបង្ហាញវិធី reset បងប្អូនដៃឆ្វេងស្ដាំនោះនៅបឋមមូលនេះបងប្អូនចុចជាប់មករាប់10 1 2 3 4 5 6 7 8 9 10បាទឃើញបងប្អូនបលែងទៅវិញមក10 second វាដាច់ហើយបាទអញ្ចឹងយើងនឹងបែរមក screen វិញមកគ្នាបាទនេះ logo ចាប់ដើម load មកហើយ logo Dipal នេះបាន load ឡើងមកហើយបាទអញ្ចឹងបងប្អូនរងចាំផាជាចន្លោះ7នាទីដែរវា boot app ទៅលើ OS របស់គេឡើងមកវិញបាទចឹងការ reset នេះគឺมันមានបាត់បង់កម្មវិធីឬឯកសារអ្វីផ្សេងទេបើថាយើងគ្រាន់តែជា soft reset បាទឲ្យ refresh screen របស់យើងឡើងមកវិញបាទប៉ុន្តែពេលខ្លះធ្វើឲ្យយើងតែការចូលទៅការកែជាមួយនឹងថ្ងៃខែឆ្នាំដែរដោយសារពេលខ្លះ reset ទៅវាខុសជាមួយនឹងថ្ងៃខែឆ្នាំបងប្អូនត្រូវការមានកន្លែង setting ដើម្បីចូលទៅកែបាទអញ្ចឹងការកែម៉ោងកែអីនេះក៏ខ្ញុំបានបង្ហាញអំពីរបៀបកែដែរជាមួយនឹងវីដេអូមុនបាទអញ្ចឹងបងប្អូនឃើញនេះរៀងបែប default របស់គេទីទៅកែបាទនេះទៅរយបាទអញ្ចឹងម៉ោងដែលខ្ញុំ reset នេះគឺអត់ដាច់ទេបាទពេលខ្លះក៏វាដាច់ម៉ោងនឹងដែរបាទអញ្ចឹងយូរមានម្ដងបាទជួបជាមួយនឹងការខុសថ្ងៃខែបងប្អូនត្រូវការសេរីវិញបាទអញ្ចឹងនៅពេលដែលវាមកវិញគឺបងប្អូនអាចប្រើធម្មតាបងប្អូននៅក្នុងនេះគឺមានធម្មតាបាទមានបាត់បង់ទេបាទអញ្ចឹងគឺបងប្អូនអាចចូលទៅរក app នោះបើសិនជា app មួយចំនួនខ្លះទូចវាបាត់នៅក្នុងនេះបងប្អូនមាន Dipal បាទ Dipal Helper បងប្អូនចូលមកបងប្អូននឹងទៅរក app បញ្ជានៅក្នុងនេះបានទាំងអស់បាទអញ្ចឹងកន្លែងបាទ Dipal Helper នេះគឺជាកន្លែងមួយដែលលាក់រាល់កម្មវិធីបងប្អូនក្នុងនេះបាទអញ្ចឹងបងប្អូនចូលមកគឺឃើញ app ទាំងអស់នៅក្នុងនេះបាទអញ្ចឹងអាចចូលទៅបញ្ជាវាបានតើឧទាហរណ៍ថាមិនខុសថ្ងៃខែបងប្អូនចូល setting មកបាទហើយបងប្អូនចូលទៅរកកន្លែងពាក្យថា system ហើយចូលកន្លែងពាក្យថ្ងៃខែនេះបាទ date and time នេះបងប្អូនកែមកចង់បានសំទោសបាទសាថ្មី date and time នេះបងប្អូនចូលមកបងប្អូនចង់កែអីបងប្អូននេះបាទដោះបៃតងនេះចេញមកបាទបងប្អូនចង់កែថ្ងៃបងប្អូនចុចមកកែថ្ងៃនេះអូខេមកចង់កែមកបងប្អូនចុចលើនេះមកកែមកចង់ដូរ keyboard ក៏បានបាទដូរលើនេះកែក៏បានឬក៏ចង់បង្វិលមិនក៏បានឬក៏បងប្អូនចង់ប្រើជាមួយអ៊ីនធឺណិតបងប្អូនបើកមកដើម្បីវាចាប់យកអ៊ីនធឺណិតមកបងប្អូនតែម្ដងបាទចេញពីហ្នឹងគឺបងប្អូនចាប់ហើយរួចរាល់បាទអញ្ចឹងឲ្យបងប្អូននឹងប្រើ
mộtងារឡានបងប្អូន smooth ធម្មតាឡើងវិញបាទនេះគឺជាការបង្ហាញវិធីខ្លីៗដែលពេលបងប្អូនមានបញ្ហាជាមួយនឹង software ធ្វើឲ្យបងប្អូន stuck full memory បាទឬក៏កម្មវិធីណាមួយវាប្រើទៅ slow យឺតបងប្អូនអាចសាកប្រើជាមួយវិធី short reset ដូចយ៉ាងកូននេះបានបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងបើមានចំណុចណានៅនោះខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនណាដែលមិនទាន់បានជួយ subscribe នោះបាទសូមជួយ share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះទៅកាន់អ្នកដែលគាត់ប្រើរយន្ត DeepL Lesson 5ឲ្យគាត់ចេះតែការ reset នៅពេលដែលគាត់មានជួបបញ្ហា error នៅលើ screen មួយចំនួនចឹងបាទអញ្ចឹងសូមជម្រាបលាបងប្អូន